ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនបន្តិចchannel របស់ខ្ញុំនេះគឺខ្ញុំធ្វើអំពីការរស់នៅរបស់ប្រជាជនខ្មែរយើងនៅតាមតំបន់ក្នុងប្រទេសខ្មែរយើងអញ្ចឹងណាហើយអញ្ចឹងបងប្អូនបានចូលមកមើល channel របស់ខ្ញុំហើយកុំភ្លេចជួយ subscribe ឬក៏ like វីដេអូម្នាក់មួយផងដើម្បីទទួលវីដេអូថ្មីៗទៀតខ្ញុំនឹងធ្វើការបង្ហាញនៅវីដេអូជាច្រើនជាបន្តបន្ទាប់ហើយនៅពេលនេះខ្ញុំបានមកដល់ក្រុងប៉ោយប៉ែតហើយខ្ញុំរៀងសលេងស្អកបន្តិចអញ្ចឹងណាព្រោះថ្ងៃនេះដូចជាផ្ដាសាយព្រោះធ្វើដំណើរតាមផ្លូវនឹងមកដល់ទីក្រុងប៉ោយប៉ែតហើយខ្ញុំនឹងមានវីដេអូថ្មីជាច្រើនស្ដីអំពីការរស់នៅរបស់ប្រជាជនឬក៏អាជីវករលក់ដូរនៅតាមតំបន់ផ្សេងអញ្ចឹងខ្ញុំធ្វើការចែករំលែកដល់ពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនបានចូល channel របស់ខ្ញុំហើយកុំភ្លេចជួយ like ឬក៏ subscribe YouTube ម្នាក់មួយឲ្យខ្ញុំបាទផងខ្ញុំមានវីដេអូជាច្រើនទៀតនៅតាមដូចជាកន្លែងទេសចរឬកន្លែងកំសាន្តហើយនឹងបងប្អូនប្រជាជននៅតាមជនបទដោយថាការរស់នៅរបស់គាត់នឹងជីវភាពរបស់គាត់យ៉ាងម៉េចហ្នឹងខ្ញុំធ្វើការ record ដើម្បីចែកពុកម៉ែបងប្អូនដើម្បីទស្សនាប្រជាប្រចាំអញ្ចឹងទៅហើយខ្ញុំនៅមានច្រើនជាបន្តហើយអញ្ចឹងកុំភ្លេចឲ្យជួយ like subscribe វីដេអូនេះមានតែប៉ុណ្្នឹងទេខ្ញុំចង់ចែកម្លែកដល់ពុកម៉ែបងប្អូនហើយក៏បានដឹងពី channel ណាអញ្ចឹងសូមពុកម៉ែបងប្អូនជួយ like និង subscribe YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលវីដេអូថ្មីជាបន្តហើយក៏សូមអរគុណដែរដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយគឺខ្ញុំនឹងធ្វើការចែកក្នុងមួយអាទិត្យគឺខ្ញុំតម្លាក់ចូលក្នុង YouTube ខ្ញុំហ្នឹងគឺចំនួន2 ក្នុងមួយអាទិត្យសូមអរគុណសូមជម្រាបលា